នាងរត់រកអ្នកពាក្យស្លោកខ្មែរសិតត្រឹមត្រូវហើយល្អបងប្អូនទាំងអស់គ្នាអាចតបានអត់ចាំខមមិនមកណាជីវិតមនុស្សយើង10ឆ្នាំមានមិនច្រើនដងទេហើយវាសនាមនុស្សយើងទ្រាំតែបានជួបគ្នាមួយក៏មិនងាយដែរអញ្ចឹងបើសិនយើងបានស្គាល់គ្នាបានជួបគ្នាហើយគួរតែថែរក្សាគ្នាបានល្អកុំមានក្បត់ផិតជាពិសេសបើគូជីវិតវិញសូមជួបមនុស្សល្អមនុស្សស្មោះត្រង់គិតទៅមនុស្សដែលគេស្រឡាញ់យើងទោះជាយើងនៅឆ្ងាយគ្នាក៏គេមិនដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងប្រច័ណ្ឌគេដែរគេធ្វើឲ្យយើងទុកចិត្តគេហ្មងបើធុញថប់នឹងការរស់នៅទីក្រុងបងប្អូនអើយផ្លាស់ប្ដូរទីទំនៅមកនៅបាត់ដំបងវិញមកដាំបន្លែដាំដំណាំដាំបកាយនឹងអត់ថាយើងអាសាមិនចេះខ្វះរបស់ហូបទេសម្រាប់បងប្អូនចូលចិត្តភាពស្ងប់ស្ងាត់ដូចខ្ញុំមកនៅបាត់ដំបងមកត្រូវណាស់ចូលចិត្តដាំដំណាំបងប្អូនអើយដីបាត់ដំបងគឺថាមានជីវជាតិល្អខ្លាំងមែនតែនពេលខ្លះយើង stress ពេកអាចធ្វើឲ្យយើងមានជំងឺសឹងអត់ថាប្រាក់ដែលយើងរកបានណាចាយមិនស្រួលផងមកនៅនេះវិញក្រោបមកឃើញតែដំណាំបន្លែបកាដែលយើងខំដាំលូតលាស់មកល្អបេះយកមកស្លធ្វើម្ហូបឆ្ងាញ់ហើយមានមោទនភាពលើខ្លួនឯងទៀតនិយាយចុះនិយាយឡើងបេះតបាយបេះបត្រាបានមកឡើងមកកាភ្លូត្រូវប៉ាន់ហ្មងថ្ងៃហ្នឹងត្រូវធ្វើអំបិលបកាជូនបងប្អូនទៀតអំបិលបការបស់យើងអាប់ដេតថ្មីទៀតហើយទៅតាមសំណុំពរបងប្អូនជនជាតិសម្រាប់រសជាតិអំបិលបកាថ្មីនេះបងប្អូនខ្មែរយើងក៏អាចពិសាបានបងប្អូនជនជាតិក៏អាចពិសាបានដូចគ្នាគ្រឿងរបស់យើងមានខ្ទឹមសម្ទេសកិនអំបិលកិនកពតបើបកាដែលធ្វើនេះពិសេសខ្លាំងមែនតើហ្មងទុកសម្រាប់ថែមបងប្អូនកំងគ្រឿងកំងអស់ចាប់ពី$30ឡើងទៅយើងថែមបើបកាពិសេសនេះឲ្យមួយហើយ free សេវាដឹកជូនដល់ផ្ទះទៀតណអូមិនប្រើបកាបងប្អូនយើងប្រើបកងចំនួន3គីឡូបេះយកសាច់រួចហាន់វាកង់ដាក់កាពិមួយចានម្លឹងវាឆ្អិនហើយដាក់ម្ទេសចូលមកវែកសិនកូររៀងសັບគ្រឿងដាក់អំបិលចូលបកាក្រៀមសំខាន់មែនតើបងប្អូនប្រើបកាលេខ1ណាមិនឆ្ងាញ់វាអត់ប្រៃទេវាឈ្ងុយហើយវាមានសាច់ឲ្យយើងញ៉ាំពេលដែលយើងដាក់អំបិលដាក់ប៊ីចេងចូលនេះបងប្អូនប្រើភ្លើងតិចតិចកូរវារហូតតទៅវាសັບគ្រឿងយើងដកភ្លើងចេញឲ្យអស់ហើយចាំដាក់បកាដែលយើងបានត្រាំទឹកឲ្យរីកហ្នឹងជាមួយនឹងម្ទេសហើយនឹងស្ករសចូលមកទាំងអស់មកកូរវានៅលើខ្ទះហ្នឹងកូររហូតតទៅសັບគ្រឿងថែមខ្ទឹមសជាការស្រេចត្រង់ពេលនេះបើសិនជាបងប្អូនប្រើភ្លើងខ្លាំងស្ករយើងអាលីអស់អត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងឲ្យវានៅប៉ប៉នេះចូលជាតិចូលគ្រឿងល្អមែនតែនហ្មងក្នុងនោះសិតតែសាច់បកងជាមួយនឹងបកាក្រៀមសម្រាប់គ្រឿងផ្សំស្ករអំបិលប៊ីចេងលម្អិតខ្ញុំដាក់ក្នុងខមមិននេះឲ្យបងប្អូនងាយស្រួលមើលយល់ហើយបើនេះមកល្មមបងអត់ផ្អែមពេកអត់ប្រៃពេកទៅដាក់មួយម្នាស់ត្រូវស្វាយទៅបែកបានទាំងអស់បការបស់យើងឈ្ងុយខ្លាំងណាស់បងប្អូនថ្លឹងគ្រឿងវល់គ្រឿងតាមនឹងមិនល្មមរសជាតិមិនបាច់ហត់ថែមថយអីច្រើនទេចង់ជ្រលក់ជាមួយម្ជូរស្រស់ម្ជូរត្រាំអីត្រូវបានទាំងអស់បងផ្អើម